បាទក្មួយប្រុសគាត់ជួលដីបងប្អូនបាទនេះខ្ញុំដកស្រង់កាលពីខែវស្សាបងប្អូនបាទហើយវីដេអូនេះកម្រមានណាចិត្តបាត់បង់100%ហើយនេះក្មួយប្រុសគាត់ចាប់ដើមទឹមគោបាទហើយចៅកុំភ្លេចជួយ share ផងបាទនេះជាកេរដំណែលរបស់ដូនតាយើងណាបាទទោះបីចៅមើលឬមិនមើលបងប្អូនមើលឬមិនមើលអីបងប្អូនជួយ share បាទនេះដើម្បីរំលឹកគុណបាទរំលឹកគុណគោនិងនង្គ័លយើងកាលពីមុនកុំបានគោនង្គ័លហ្នឹងហើយដែលជួយធ្វើការងារពុកម្ដាយយើងជួយធ្វើការងារជាតាយើងបាទហើយយើងពីមុនមានត្រាក់ទ័រមានគោយន្តណាអានេះខ្ញុំនិយាយកាលពីមុនណាតែក្នុងឥឡូវអត់ចេះខ្វះទេបាទសម្បូរបែបដោយសារសម័យកាលជឿនលឿនអញ្ចឹងគ្រឿងចក្រកសិកម្មសម្បូរបាទសំខាន់យើងអត់មានលុយជួលបាទតែបើគោយន្តយើងទិញលក្ខណៈគ្រួសារប្រើបានតែបើត្រាក់ទ័រអាហ្នឹងគេទិញស៊ីស្នួលគេបាទហើយយើងមានស្រែតិចតួចអីបាច់ចាំត្រាក់ទ័រគោយន្តអីទេមានតែគោនង្គ័លមកនឹមគ្រាន់ជួហើយយើងកាលណាជួលគេទាំងអស់ក៏អត់សូវរួចខ្លួនដែរឥឡូវសមមកប្រេងមកសុទ្ធឡើងថ្លៃអញ្ចឹងគេយកទៅតាមនឹងដែរហើយយើងមកជួលគេមកចប់យើងអត់សូវមានឧបករណ៍ខ្លួនឯងធ្វើជួលគេមកចប់គឺអស់ច្រើនអស់ដើមច្រើនហើយយើងគិតមើលទូទាត់កាលតាំងពីជួឥឡូវយើងជួប្រហែលសាតិចមកផុតអីក៏2សាដែរបាទមួយសាឥឡូវថាយើងជួមួយសាវាយសើយមួយសាអញ្ចឹងនៅច្រូតទៀតតែច្រូតយើងមិនបាច់និយាយច្រូតហ្នឹងយើងសម័យយើងមានណាច្រូតដៃទៀតមានតែម៉ាស៊ីនហ្នឹងហើយបើយើងច្រូតដៃច្រូតខ្វាងយើងយកខ្វាងច្រូតវាយូរនិយាយហើយយូរតែម៉ាស៊ីនលឿនប៉ុន្តែយើងត្រូវតែធ្វើមានឧបករណ៍យើងខ្លះដើម្បីកុំឲ្យចំណាយដើមច្រើនណាបាទប៉ុន្តែនៅម្នាក់ឯងបាទដូចសម័យឥឡូវដឹងស្រាប់ហើយបងប្អូនបាទសម័យការងាររោងចក្រអញ្ចឹងមាននៅផ្ទះលោកយាយលោកតានៅផ្ទះអញ្ចឹងគាត់ជួលគេមកចប់តាំងពីជួវាយសើយព្រោះគាត់ជួលគេទៀតបាទគាត់និយាយរួមជួលគេមកចប់ហ្មងអញ្ចឹងអត់គាត់និយាយគាត់អត់សូវចំណេញទេនិយាយរួមអត់ចំណេញទេគាត់ចេះតែធ្វើទៅកុំឲ្យចោលដីគេថាយើងខ្ជិលបាទហើយសមមកយើងតំណាំយើងត្រូវយើងថោកទៀតអញ្ចឹងអត់រួចខ្លួនទេទូទាត់ទៅមានរួចខ្លួនទេហើយដូចខ្ញុំធ្វើហូបបាទបងប្អូនតំណងអត់ក្មួយប្រុសគាត់ជួពាក់មួកឆ្លឹកបាទពាក់មួកឆ្លឹកខ្មែរអង្គរចំហ្មងបាទខ្មែរអង្គរចំហ្មងបាទមើលទៅតំណងរបស់ក្មួយប្រុសដែរហ្នឹងដូចខ្ញុំមិនពាក់មួកឆ្លឹកអត់កើតទេដោយសារក្បាលខ្ញុំរាងវែងបាទក្បាលវែងចេះពាក់មួកឆ្លឹកអត់កើតមួកឆ្លឹកបាទក្បាលរាងខ្លីបាទរាងមូហើយតែក្បាលខ្ញុំមិនតើយអញ្ចឹងពាក់អត់កើតទេមួកឆ្លឹកហើយបងប្អូនលោកយាយលោកតាមើលឃើញវីដេអូនេះហើយនឹកឃើញអនុស្សាវរីយ៍បាទការនៅជួគោនិយាយរួមអត់តែធ្លាប់ជួគោមិនថាចាស់មិនថាក្មេងបាទពេលមើលទៅនឹកឃើញកាលពីនៅប្រើគោបាទហើយគោយើងពិតថាឥឡូវជួយឺតមែនយ៉ាប់មែនប៉ុន្តែមួយយ៉ាងម្នាក់បងប្អូនបាទគោសំខាន់យើងអត់ឲ្យឆ្មៅវាស៊ីស្អាតទៅថែទាំវាទៅអត់តែយើងប៉ាន់ជួហ្នឹងហើយពិតថាវាយឺតមែនបានទាំងដីយើងល្អយើងអត់សូវចំណាយដើមច្រើនបាទតែបើយើងជួលគេមកចប់យើងចំណាយដើមច្រើនហើយអង្គលក្មួយឃើញផ្លាកស្អាតទៀតណាប៉ុន្តែស្ដាយក្មួយឥឡូវគាត់លក់គោបាត់អស់ហើយគាត់ទិញគោយន្តខ្ញុំថតគាត់បានប្រហែលវីដេអូដែរថតគាត់អានេះយើងតាំងខែភាសាគាត់ជួកាលពីនៅទឹកក្រមបាទអញ្ចឹងខ្ញុំដកស្រង់សារឡើងវិញបាទ
អឺពីព្រោះអាវីដេអូដែលខ្ញុំផុសហើយគឺទៅហួសបាត់ហើយបាទអញ្ចឹងអត់ឡើងមកវិញទេអញ្ចឹងខ្ញុំចាក់ផ្សាយសារឡើងវិញដើម្បីរំលឹកអនុស្សាវរីយ៍ជាពិសេសឲ្យចៅបានស្គាល់បាទចៅបានស្គាល់ឃើញហើយសួរឪគាត់ឬមួយពុកម្ដាយគាត់ហ្នឹងបាទឪពុកម្ដាយគាត់និយាយប្រាប់ថាតាពីមុនតាចៅឯងប្រើគោនាងគល់អញ្ចឹងដូចក្មួយប្រុសអញ្ចឹងគាត់ប្រើអញ្ចឹងជួដីហើយគាត់ប្រាប់ទៀតថាកាលពីមុនយើងមានត្រាក់ទ័រមានគោយន្តណាមានគោនាងគល់បាទរដូវចូលឆ្នាំអញ្ចឹងរហឹងអឹងអាប់តិចបងប្អូនបាទក្មេងៗគេសបាយជះទឹកតាមខ្នល់បាទហើយចំណាយខ្ញុំចូលវ័យចំណាស់ហើយអត់ទេអត់សបាយហ្នឹងហើយបើសបាយលបែងប្រជាប្រិយខ្មែរបាទដូចជាលេងបោះអង្គុញបោះឈូងទាញព្រាត់អីហ្នឹងនឹងវ័យយើងចាស់រក្សាមានលាប់បាទវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនកុំភ្លេចគ្រប់គ្រងជួយ share ម្នាក់មួយផងបាទសូមជម្រាបលាសូមអរគុណសូមបញ្ចប់បាទ